គ្រូហ្មងបាទទស្សដីធីម maintenance យើងដល់គ្នាបាទខ្ញុំបរៀនដាក់ software យក record data ភ្លើង analyze ភ្លើងព្រោះយើងមាន software វិញនេះខ្ញុំម៉ៅនៅលើវាហ្នឹងហើយយើងដាក់មកคลิกមកវានឹងសូមទាំងបែបនេះហើយយើងគ្រីសនេះក៏បានតោះយើងចុចពាក្យថា start នេះលើម៉ៅខ្ញុំចុចលើនេះពេលយើង start ហើយវារងចាំវា1នាទី2នាទីវាដើរពេញតវាដើរពេញហើយយើងត្រូវនេះវាលុតទាំងមកនេះវាមាន3គេហៅថាយើង save ជា data record ជា memory មកឬក៏យើង download ពី software ឯមកហើយនេះdata ហ្នឹងខ្ញុំ save ក្នុង computer ហ្នឹងហើយអញ្ចឹងខ្ញុំយកអាផ្ទាំងទី1នេះផ្ទាំងទី1នេះទៅមកឧទាហរណ៍ថាយើងចូលមក file ដំបូងវាអត់មានអត់ហើយអញ្ចឹងយើងត្រូវ import data ដែលយើង save ទុកពី memory មកអញ្ចឹងយើងចូលកន្លែងនេះហើយយើងចូលទៅហៅmemory ដែលយើង save ទុកនៅលើ desktop ហ្នឹងខ្ញុំ save ដាក់ S0021 នេះអញ្ចឹងយើងចុច open file ហ្នឹងមកហើយយើងចុច click ទៅវាមួយទៀតមកហើយយើង open វាមកដោយសារអាហ្នឹងខ្ញុំហៅវាមកស្រាប់ហើយអញ្ចឹងវានៅលើនេះអញ្ចឹងយើងចង់មើលវាយើង analyze វាយើងមើលទៅលើevent 160នេះវាចុចលើហ្នឹងហើយយើង double click ទៅវាចេញជា report មកយើងហើយreport ទី1ទៅ report ទី2ចេញជា file ហើយប្រាប់ពី print នេះផងចិត្ត save មកជួយយើងមើលកន្លែង event វាកន្លែង event វាប្រៀបធំមកហើយយើងមើលម៉ោងដែលបញ្ហា trip នៅម៉ោង23ថ្ងៃ29អញ្ចឹងយើងអុកបន្ទាត់ឡើងខាងលើនេះរហថ្ងៃ29មកម៉ោង23 14នាទីនេះបញ្ញាភ្លើងធ្លាក់វាឡើងសិនunder ចុះយើងផិចលើ water ផិចលើ current ផិចលើ strip នេះមកចាំ10 15នាទីសម្រាប់អញ្ចឹងយើងរកតាមចោលទៅថៃមកបាយណាតែមួយទេកាន់អស់មកកាន់កាន់កាន់ condenser នេះណាអស់កាន់អស់មកកាន់ដៃរ៉ាំឡានផែននឹងទីកាន់អស់មកពេល trip វាអញ្ចឹងយើង select លើបញ្ហា trip វានឹងសូមកឲ្យយើង3 point ហើយអញ្ចឹងយើង select លើវាមកវាចេញ grab trip ឲ្យយើងហើយអានេះពេលឡើងអញ្ចឹងនៅពេលដែលវា trip វានឹងសូមកដោយសារយើង order under វា210 over វា240អញ្ចឹងអានេះវាធ្លាក់ក្រោម210វា209អញ្ចឹងវាចាប់5 trip ហើយ data វា2 second ម្ដងអញ្ចឹងវា00ហើយយើងមើលជា graph យើងបិទ data link នេះមកយើងអាចសូជា graph បាននេះ graph ពេលដែលវាធ្លាក់យ៉ាងពេលដែលវាធ្លាក់ហ្នឹង3នាទី3 second 3 second ហ្នឹងវាធ្លាក់ដាច់ផុតយកមកនេះដល់ពេលវា under ដំបូងវាធ្លាក់ត្រឹម209ដល់ពេលដែលវាដាច់ trip យកហ្មងវាធ្លាក់ដល់0ហ្មង graph វាធ្លាក់ដល់0ហ្មងអស់លើធ្លាក់ដល់0អញ្ចឹងរបៀបមើល graph software របស់យើងមិនចប់តាមហ្នឹងហើយចុះនេះហ៎